Sustain Rockria, Chang and I am no more than Christian P. to be the can of poster. Chang chia the boy in cho the can design how you bit aside, you recommend not the letter home grassan. Klein young app, and I can look him that budget pram, and I can come with your budget pram by. I check a klein young mouth, yes, changing the card band kada, pane. អញ្ចឹងដើម្បី design poster ពីការជ្រើសរើសបុគ្គលិកនឹងបានទីមួយគឺយើងត្រូវ use shape មកគូវាសិនមកណាយើង use shape មកគូវាចឹងហើយគឺយើងចាប់ផ្ដើមចាក់ពណ៌គ្នាយើងយកពណ៌ gradient ណាដើម្បីយើងធ្វើជា background នៃ poster របស់យើងទៅឲ្យវាឃើញស្អាតអញ្ចឹងយើងយក gradient មកអូខេអញ្ចឹងយើងយកតាមខ្ញុំមកអញ្ចឹងខ្ញុំយកពណ៌ខៀវហើយ កន្លែងខាងលើនោះគឺយើងយកបច្ឆិតអាហ្នឹងលក្ខណៈថាពីរពណ៌គ្នាយើងណាយើងយកបច្ឆិតយើងរើសយកអាខាងលើនោះគ្នាណា direction ហ្នឹងអូខេយើងយកបច្ឆិតចឹងមកហើយយើងទាញវារៀងចឹងមកហើយយើងដូរពណ៌ទៀតយើងយកពណ៌រៀងទឹកប៊ិចដែរប៉ុន្តែវារៀងស្រាលណាអូខេប៉ុណ្ណឹងមកអានេះយើងបានពណ៌ gradient ណាយើងបដិញអានឹងគេហៅថាពណ៌បដិញគ្នាយ៉ាដល់មកយើងខ្វែងមកយើងយក shape ណាយើងត្រូវការគូ shape ជាមុនសិនដល់ពេលដែលយើង design ទៅលើ background ហើយយើងយក shape មួយមកយើងយក shape វងមូលគ្នាណាអូខេយើងមកមើលមកនេះ shape វងមូលហើយយើងចុច save ឲ្យជាប់ដើម្បីគូវងឲ្យបានស្អាតចឹងយើងយកដាក់ប៉ុណ្ណឹងមកអូខេយើងសេរីមើលវាប៉ុណ្ណឹងមកគ្នាយើងណាសេរីទៅមិនឲ្យវាមើលទៅវាតំណហើយនេះអាពណ៌ហ្នឹងយើងដាក់ពណ៌អីក៏បានដែរពណ៌អីតិចទៀតយើងនឹង insert រូបភាពចូលក្នុងហ្នឹងហើយហើយនេះយើងយក outline វាយើងយកក្រាស់មកហើយយើងដាក់ពណ៌សណាយើងដាក់អញ្ចឹងមកបន្ទាប់មកគឺយើងចាប់ផ្ដើមគូ shape វងមូលមួយទៀតហើយយើង duplicate វាមកយើងគ្រាន់តែចុច shift បុកអាលមកយើងចាប់ទាញមកហើយយើងអាវងហ្នឹងយើងអូសវារៀងខិតទៅលើតិចណាដើម្បីយើងកាត់ធ្វើវាដូចជាចំណិតមួយអញ្ចឹងណាហើយយើង merge shape មកហើយយើងយកពាក្យថា fragment មកអូខេអញ្ចឹងយើងលុបអាផ្នែកកណ្ដាលចេញមកនេះយើងបានចេះណាយើងធ្វើអញ្ចឹងបានហើយយើងទាញអាក្រោមហ្នឹងយកមកដាក់ពីក្រោម shape ដែលយើងបានគូពីមុនមកនេះអូខេយើងសេរីមើលតាមហ្នឹងមកហើយយើងលុបអានោះចោលទៅអូខេគ្នាយើងពេលយើងសេរីដាក់វាពីក្រោមចឹងហើយយើងនឹងទៅដូរពណ៌វាយើងដូរពណ៌វាមកអូខេនេះយើងយកពណ៌ហ្នឹងហើយយើង complete ដោះ outline ចេញផងអូខេសេរីប៉ុណ្ណឹងមកបន្ទាប់ពីនឹងហើយយើងយកម៉ៅយើងទៅប៉ះនៅក្នុង shape ពណ៌ក្រហមហ្នឹងដើម្បីដាក់រូបភាពអញ្ចឹងយើងចុចម៉ៅស្ដាំមកហើយ format មកហើយនេះគ្នាយើងរើសយក picture មកអូខេហើយយើងចុច insert យើងទៅរក file នៅក្នុង drive របស់យើងមកហើយយើង insert ចូលមកអូខេនេះអញ្ចឹងយើង insert រូបភាពរបស់យើងចូលទៅក្នុង shape យើងបានហើយតបមកយើងចាប់ផ្ដើមទៅសេអក្សរគឺយើងប្រើ text box អូខេកន្លែងហ្នឹងណាគ្នាយើងចង់ដាក់ជាភាសាខ្មែរក៏បានអង់គ្លេសក៏បានដែរតែនេះខ្ញុំធ្វើជាភាសាអង់គ្លេសខ្ញុំដាក់ យើងទៅសេមក we are hiring អីចឹងទៅឧទាហរណ៍ណាហើយកន្លែងនឹងដែរចំណងជើងយើងអាចដាក់ជាអក្សរធំដើម្បីឲ្យអ្នកមើលហ្នឹងគឺគាត់ស្រួលមើលអញ្ចឹងណាថា poster របស់យើងហ្នឹងលេចចេញមកគឺយើងចង់បង្ហាញទៅលើការជ្រើសរើសបុគ្គលិកឧទាហរណ៍អញ្ចឹងអាហ្នឹងយើងគួរតែដាក់វាជាអក្សរធំឲ្យលេចជាងគេអញ្ចឹងគេគ្រាន់តែកលេចមកមើល poster របស់យើងហ្នឹងគឺគេដឹងថាយើងជ្រើសរើសបុគ្គលិកកាលណាដែលយើងដាក់អក្សរតូចៗប៉ុណ្ណឹងគ្នាគេក្លែកមើលមកផ្លែតគេអត់ដឹងទេតោះណាអញ្ចឹងការ design យើងមើលបែបហ្នឹងណាអូខេអញ្ចឹងយើងដាក់វារៀងធំតិចមកនឹងអូខេប៉ុណ្ណឹងមកអញ្ចឹងខ្ញុំចង់បានប៉ុណ្ណឹងបន្ទាប់មកគឺយើងចាប់ផ្ដើមស្រេវាបន្តិចទៀតមកហើយយើងចូលទៅកាន់shape យើងណាយើងចូលទៅកាន់ shape យើងហើយយើងគូយើងយក shape មួយមកហើយយើងគូវាបែបនេះអូខេយើងគូវាបែបហ្នឹងមកយើងគូវាបែបហ្នឹងហើយគឺយើងចាប់ផ្ដើមដូរពណ៌ណាយើងដាក់ពណ៌ហ្នឹងមកអូខេយើងយកពណ៌ហ្នឹងហើយយើងយកពណ៌រាង gradient គ្នាណាយើងរៀងកម្ៅតិចមកអូខេ
mưa tam nâng máu nhung vô bộ cái này ní khi dương xài lạnh bẹp mấy các bạn đấy xài là khi dương thì cái lạnh này nè bài tập máu cứ dương chập đàm copy từ lờ so non hái dương từ xe so màu ô thò cái này dương từ xe tha join our group rồi có join our team chẳng tới ô thò xài là khi dương thế anh nắng ok dương rồi vô phone so mơ tới tận nổ máuបន្ទាប់ពីយើងសេរីវាបានប៉ុណ្ណឹងហើយគឺយើងចាប់ផ្ដើមទៅសេអក្សរ copy ទីមកយើងទៅសេអក្សរថា we are hiring for អីគេ position ទៅលើអីគេខ្លះអញ្ចឹងគ្នាយើងទៅសេមកអញ្ចឹងអានេះខ្ញុំទៅសេឧទាហរណ៍គ្នាយើងមើលទេអូខេយើងទៅសេបានប៉ុណ្ណឹងបន្ទាប់ពីនឹងហើយយើងយកមករបស់យើងទៅrồi vô saveទៀតយើងយក save នឹងមកនេះយ៉ាងណាអូខេយើងយក save នឹងហើយយើងទាញវារៀងវងតិចមកអាចជ្រុងវាយើងយកដាក់វងចឹងមកកន្លែងនេះយើងសម្រាប់ដាក់ position ដែលយើងជ្រើសរើសនៅក្នុងនឹងណាអូខេហើយយើងដូរពណ៌មកខ្ញុំដាក់ពណ៌សបន្ទាប់មកគ្នាយើងចូលទៅកាន់ save របស់យើងទៀតយើងគូ save វងមួយទៀតមកណាអូខេយើងដាក់មកចុងមកយើង design មកអូខេយើងយកប៉ុណ្ណឹងមកតបមកយើងដូរពណ៌ណាយើងដូរពណ៌ save ខាងក្នុងហ្នឹងយើងយកពណ៌ទាំងលឿងហ្នឹងមកអូខេហើយយើងដោះ outline ចេញផងបន្ទាប់ពីហ្នឹងហើយគឺយើងចាប់ផ្ដើមចុច shift ឲ្យជាប់ហើយយើងយកមកយើង select លើហ្នឹងហើយយើងចុច control បុកអក្សរ G មកគ្រប់វាហើយអានេះយើង duplicate ទៅលើអា save ហ្នឹងតិចមកអូខេយើង duplicate វាមកហ្នឹងហើយយើង duplicate ប៉ុណ្្នឹងហើយយើងសេរីវាមកអូខេសេរីវាស្មើតិចមកចឹងយើង select វាតិចទៅហើយយើងគ្រប់វាហើយយើង broom វាណាគ្នាចឹងណាកន្លែងនេះយើង broom វាបន្តិចឲ្យវារៀងសល់ចន្លោះខាងក្រោមនេះចឹងណាយើងរៀង broom វាតិចមកដោយសារយើងត្រូវការដាក់ចន្លោះខាងក្រោមទៀតហើយយើងសេរីវាតាមនឹងមកអានោះយើងរៀងបន្ថយទៅលើទំហំវាតិចមកយើងស្រែកវារៀងតូចតិចមកមើលទៅឲ្យវាទំនងឲ្យវាស្អាតហើយយើងនៅត្រូវដាក់ space ខាងក្រោមទៀតយើងត្រូវដាក់apply for អីចឹងណាយើងស្រែកវារៀងឡើងលើតិចមកអូខេហ្នឹងអូខេប៉ុណ្ណឹងមកបន្ទាប់ពីយើងធ្វើបែបហ្នឹងហើយគឺយើងចាប់ផ្ដើមប្រើប្រាស់ text box ដើម្បីទៅសេអក្សរម្ដងណានៅក្នុងវងទី1ហ្នឹងគឺយើងជ្រើសរើសទៅលើផ្នែកអីឧទាហរណ៍ផ្នែក tele color អីចឹងទៅឧទាហរណ៍អញ្ចឹងគឺយើងទៅសេក្នុងហ្នឹងមកហើយគឺយើងជ្រើសរើសមួយអ្នកអញ្ចឹងយើងដាក់ចំនួននៅក្នុងហ្នឹងមកហើយនេះខ្ញុំគ្រាន់តែធ្វើជាឧទាហរណ៍ឲ្យគ្នាយើងបង្ហាញឲ្យគ្នាយើងតម្រង់បែបហ្នឹងមកអូខេយើងទៅសេបែបហ្នឹងមកអូខេហ្នឹងមកយ៉ាអញ្ចឹងយើងអាចធ្វើតាម flow នឹងបានមើលទៅវាអាចគេថា information មើលទៅវាតំណងដែរអញ្ចឹងអូខេយើងដាក់ដូចខ្ញុំបែបហ្នឹងមកដល់មកយើងចូលទៅកាន់insert picture ហ្នឹងណាហើយយើងមករើសយក icon របស់យើងមកអញ្ចឹង icon នេះគឺខ្ញុំបាន download ពីក្នុង Google រួចមកហើយយើងគ្រាន់តែចុច save ជាប់ដើម្បីប្រូបវារៀងតូចមកហើយយើងយកទៅដាក់នៅក្នុងហ្នឹងមកហើយ icon នេះគឺយើងមិនចេះតែដាក់ទេគឺយើងណាគឺយើងត្រូវដាក់ឲ្យត្រូវនឹង position ដែលយើងបានរើសផងដែរអូខេអញ្ចឹងយើងបាន2ហើយអញ្ចឹង icon នេះគឺខ្ញុំត្រូវការលុប background យើងយកពាក្យថា remove background មកហើយយើងប្រើខ្មៅដៃបូកនោះមកគ្នាណាយើងគូតាមខ្ញុំមកការលុប background nóមានន័យបាក់ឯគ្នាយ៉ាងណាចំពោះ background ពណ៌សអូខេចឹងយើងកុំយកអា background ញ៉ៃញ៉ៃចឹងអាចយក background ពណ៌សឬក៏ background ពណ៌ខ្មៅមកចឹងយើងមានភាពងាយស្រួលនៅក្នុងការលុបចឹងហើយអាខ្មៅដៃបូកនេះយើងគូវាតាមនឹងមកអូខេយើងគូវាតិចថាមកវាកាត់ឲ្យយើងហើយវាមិនទៅកាត់ស្អាតអីណាស់ណាទេតែវាមិនអាចប្រើការបានអូខេប៉ុណ្ណឹងខ្ញុំយកប៉ុណ្ណឹងហើយយើងរួមវាតូចមកអូខេយើងបានប៉ុណ្ណឹងហើយហើយយើងសេរីវាមកអូខេយើងដាក់វាចំកដាមកតបពីយើងធ្វើបែបនឹងបានហើយគឺយើងចាប់ផ្ដើមយក shape របស់យើងមកគូវានៅផ្នែកខាងក្រោម
ហើយយើងដោះយើងសេរីវារៀងខិតលើតិចមកអូខេប៉ុណ្ណឹងបន្ទាប់ពីនឹងហើយគឺយើងចាប់ផ្ដើមទៅដោះ film ចេញហើយយើងដាក់កន្លែង outline យើងយកពណ៌សមកគ្នាយើងណាអូខេយើងយកប៉ុណ្ណឹងមកហើយយើងយក shape បន្ទាត់មួយយើងចុច C ឲ្យជាប់មកយើងគូវាអញ្ចឹងយើងចូលកន្លែងនោះមកនេះយើងយកប៉ុណ្ណឹងកម្រាស់ប៉ុណ្ណឹងមកហើយយើងទៅដូរពណ៌វាយើងយកពណ៌សអូអានេះរៀងក្រាស់ពេកគឺខ្ញុំដាក់ទី2នេះបានហើយអូខេចឹងយើងយកពណ៌សមកហើយយើងចុច duplicate ទៅលើ shape បន្ទាត់ហ្នឹងមកយើងដាក់វាឲ្យបាន5បន្លោះមកគ្នាចឹងណាអូខេយើងដាក់ប៉ុណ្ណឹងមកយើងសេរីមើលតាមហ្នឹងមកគ្នាយើងអូខេទៅពេលដែលយើងធ្វើបែបហ្នឹងបានហើយគឺយើងប្រើ text box ដើម្បីduplicate អក្សរហ្នឹងមកនេះដើម្បីទៅសេនៅក្នុងហ្នឹងណាហើយយើងទៅសេមកទៅសេតាមអីដែលក្រុមហ៊ុនយើងបានផុសឬអីចឹងណាឧទាហរណ៍ណាចឹងយើងសេទៅហើយអាក្នុងបន្លោះ4ទៀតគឺយើងដាក់ icon គ្នាយើងតនេះនេះអាហ្នឹងបន្ទាប់ពីយើងទៅសេអក្សរហើយ y join អញ្ចឹងយើងដាក់ដូរពណ៌អីមកហើយអាបន្លោះ4ទៀតគឺយើង insert ទៅលើ icon តនេះគឺយើងអញ្ចឹងអាចថាកន្លែងនេះវាជា benefit ណាយើងអាចដាក់ icon ហើយយើងទៅសេត្រួសមកយើងមិនដាក់វិញពេកតែយើងចាប់យកតែចំណុចសំខាន់យកមកដាក់មកហើយយើងចំពោះ icon ហ្នឹងដែរគឺគ្នាយើងដាក់ពណ៌លឿងណាយើងដាក់ពណ៌លឿងដូចអក្សររបស់យើងមកហើយយើងទៅសេអក្សរនៅពីក្រោមអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូភាគ2ដោយសារតែវីដេអូនៃការធ្វើនេះវារៀងវែងពេកចឹងគ្នាយើងកុំភ្លេចជួយចុច like ហើយនិងជួយចុច subscribe ឆានែល YouTube ខ្ញុំម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយគ្នា